ម៉ាស៊ីនសាប់ Mac Prader នេះជាលេខ model Mac Prader ហើយនេះជាតាប់ឡូ Mac Prader របៀបដុស error E711 ក្នុងប្រូក្រាមបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យលោតចេញប្រូក្រាមបែបហ្នឹងបង្វែរមកម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាលើកគឺវាលោត error E711 បែបហ្នឹងអញ្ចឹងរបៀបដុស error E711 ក្នុងប្រូក្រាមបិទកុងតាក់ម៉ាស៊ីនបង្វែរទៅម៉ាស៊ីនយើងវិញខ្ចៅមួយនឹងយើងបន្ធូរហើយទម្លាក់ដៃចុះក្រោមបន្តិចមកខាងនេះក៏ដូចគ្នាយើងបន្ធូរហើយទម្លាក់ដៃចុះក្រោមបន្តិចមកជួនកាលវាបណ្ដាមកពីជើងទាលើកខ្ពស់ពេកទើបវាបណ្ដាឲ្យ error E711 បង្វែរទៅតាប់ឡូយើងវិញចុចលើប៊ូតុង select ប៊ូតុងតេស្តប៊ូតុងពីរនឹងក្នុងពេលតែមួយឲ្យជាប់រួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យលោតចេញប្រូក្រាមបែបហ្នឹងដកដៃចេញរួចចុចព្រួញខាងក្រោមឬខាងលើរាវរកលេខ471គឺជាកន្លែងកំណត់ជើងទាខ្ពស់ទាបនៅពេលដែលយើងរាវរកលេខ471ឃើញហើយខាងនេះលេខ17បងប្អូនចុចព្រួញខាងក្រោមដកលេខមកដកលេខប៉ុន្មានក៏បានដែរសំខាន់កុំឲ្យតែវាលោត error E711 បានហើយនៅពេលដែលយើងកំណត់លេខជើងទារួចហើយចុចលើ enter សញ្ញាព្រួញដើម្បីសេវឲ្យជាប់រួចចុចលើប៊ូតុងតេស្តបង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាលើកគឺវាលែងលោតចេញ error E711 ទៀតហើយនេះហើយគឺជារបៀបកំណត់ដុស error E711 ក្នុងប្រូក្រាមសូមអរគុណ